ត្រូវការហូរតកម្មចេញមកក្រៅបន្ទាប់ពីការរួមភេទវាបណ្ដាលមកពីមូលហេតុអ្វីហើយវាធ្វើឲ្យយើងអត់មានកូនដែរឬទេចាអញ្ចឹងតកតងជាមួយនឹងការហូរតកម្មចេញមកក្រៅបន្ទាប់ពីការរួមភេទនេះគឺកុំបារម្ភអីពីព្រោះគ្រប់ស្ត្រីទាំងអស់គាត់តែងតែមានការហូរតកម្មចេញមកក្រៅដូចគ្នាបន្ទាប់ពីការរួមភេទហើយនៅក្នុងពេលដែលយើងរួមភេទម្ដងគឺចំនួននៃមេជីវិតឈ្មោះរបស់បុរសដែលមាននៅក្នុងទឹកកាមនឹងវាមានចំនួនចន្លោះពី20ទៅ400លានក្បាលឯណោះហើយភ្លាមនោះចំនួន 35% នៃមេជីវិតឈ្មោះនឹងគឺវាបានធ្វើដំណើរយ៉ាងលឿនទៅកាន់មាត់ស្បូនរបស់ស្ត្រីដែលមានការចូលរួមជួយពីរំអិលមាត់ស្បូនហើយមានចំនួនតែ 10% ប៉ុណ្ណោះនៃមេជីវិតឈ្មោះវាបានចេញមកជាមួយទឹកកាមដែលហូរចេញមកក្រៅនេះហើយមេជីវិតឈ្មោះបុរសនឹងគឺវាធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅកាន់ដៃស្បូនរបស់ស្ត្រីដើម្បីជួបជាមួយនឹងមេជីវិតញីនឹងគឺចំណាយពេលអត់ដល់1នាទីទេប៉ុន្តែបើសិនជាអ្នកមានការបារម្ភថាការហូរតកម្មចេញមកក្រៅនឹងគឺបន្ទាប់ពីការរួមភេទហើយបន្ទាប់ពីការចេញតកម្មគឺយើងអាចសម្រាកនៅលើគ្រែដាក់ជើងឲ្យខ្ពស់ប្រមាណ5ទៅ10នាទីដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះប៉ុន្តែវាមិនមែនពិតប្រាកដទាំងស្រុងទេអញ្ចឹងតកតងជាមួយនឹងរឿងអត់កូននឹងគឺវាមានកត្តាជាច្រើនដែលរួមផ្សំជាមួយនឹងកត្តាស្បូនរបស់ស្ត្រីសុខភាពមេជីវិតរបស់បុរសតកតងជាមួយនឹងរឿងផ្សេងជាច្រើនទៀតដែលយើងត្រូវការប្រឹក្សាឲ្យកាន់តែលម្អិតចា៎